លោកឧត្តមសេនីយ៍ត្រីសឿមសរិទ្ធបើកកិច្ចប្រជុំបូកសរុបសភាពការនិងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកក្កដាឆ្នាំ2026នឹងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កងកម្លាំងអនុវត្តការតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់អាយដាមនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃទី23ខែកក្កដា2026នេះលោកឧត្តមសេនីយ៍ត្រីសឿមសរិទ្ធស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងអង្គភាពចំណុះទូទាំងខេត្តបើកកិច្ចប្រជុំបូកសរុបសភាពការនិងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែឆ្នាំ2026និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដើម្បីធានាបានស្ថិរភាពសន្តិសុខសណ្ដាប់ធ្នាប់និងសុវត្ថិភាពសង្គមស្នងការដ្ឋាននគរបាលខេត្តបានដាក់ចេញទិសដៅអនុវត្តដោយខាងក្រោមនេះរួមមានបង្កើនការក្តាប់និងប្រមូលផ្ដុំព័ត៌មានទូទាំងខេត្តទាក់ទិនសភាពការសន្តិសុខជាតិពិសេសផែនការនិងព័ត៌មានបំពុលសង្គមដើម្បីចាត់វិធានការច្បាប់ឲ្យម៉ឺងម៉ាត់លុបបំបាត់ទីផ្សារទទួលផលចោរកម្មនិងកន្លែងបញ្ចាំធ្វើអាជីវកម្មខុសច្បាប់ល្បែងស៊ីសងល្បែងភ្នាល់តាមអេឡិចត្រូនិកនិងអនឡាញស្កេមគ្រប់រូបភាពពង្រឹងទប់ស្កាត់បទល្មើសគ្រប់ប្រភេទពិសេសបទល្មើសព្រហ្មទណ្ឌនិងបទល្មើសគ្រឿងញៀនបន្តប្រយុទ្ធប្រឆាំងការជួញដូរមនុស្សស្ត្រីនិងកុមារការជួញដូរផ្លូវភេទគ្រប់ទម្រង់និងការឆ្លងដែនខុសច្បាប់ពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពនិងច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានទូលំទូលាយពង្រឹងការយាមល្បាតប្រចាំ24ម៉ោងត្រៀមកម្លាំងមធ្យោបាយនិងសម្ភារៈដើម្បីចេញអន្តរាគមន៍ពលរដ្ឋគីភ័យដែលអាចកើតមានជាយថាហេតុឲ្យបានទាន់ពេលវេលាលោកឧត្តមសេនីយ៍ត្រីស្នងការក៏បានណែនាំដល់កម្លាំងនគរបាលទូតទាំងអស់បាទត្រូវបន្តអនុវត្តទូនាទីភារកិច្ចឲ្យល្អបន្ថែមទៀតកម្លាំងជំនាញកម្លាំងអធិការដ្ឋាននគរបាលក្រុងស្រុកនិងប៉ុស្តិ៍បាទត្រូវពង្រឹងការយាមល្បាតបង្ការទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទបាទពិសេសបទល្មើសព្រហ្មទណ្ឌក្មេងទំនើងការស្នាក់នៅប្រមូលផ្ដុំរបស់ជនបរទេសនិងបទល្មើសអនឡាញស្កេមចំពោះកម្លាំងនគរបាលការពារព្រំដែនគោកបាទត្រូវក្តាប់រាល់បម្រែបម្រួលព័ត៌មានមិនប្រក្រតីតាមព្រំដែននិងបង្ការទប់ស្កាត់បង្ក្រាបបទល្មើសផ្សេងៗ